đấy cái này dương nâng mình to mê riêng dương mình tham tiết để to cho mùi nâng intent để phải ngày muốn dương bàn vậy cái niềm phí cả ba vì intent mới tới intent mới sinh tiền ní cái gì thì họ bỏ dương chắc là activity main chúng ta main activity ní cái dương mình bật tông mới hay về dương click đó cái dương ảnh ba activity thì bị bàn ok chẳng xong tôi cảm lực là mình đấy cứ như cái chia TTP main activity như cái chia layout của activity main cái việc tìm chia value mình tính nè xong để là Android về cái not responding ní không cần là việc can việc up can này cái đó là việc là value rồi giờ một bài graphic call layout animal cái này để sao được nhóm bạn ta cảm thấy năng trả này chứng gì dùng tích thì cứ chỉ bút tông bây giờ nó cứ chúng ta button 1 rồi on click bây giờ cứ go to activity 2 ok mình thay dân bạn activity 2 dân say on click để lưu bút tông tại nó nhìn xuống đó anh đi cứ chỉ activity môi sinh tiệt hơi dân bạn register với cho từក្នុង application ហើយមេនេះជាអ្នកដំណើរការមុនហើយactivity អ្នកដំណើរការបន្តតែដល់ពេលដែលយើងចង់បញ្ជាមួយគឺយើងត្រូវការប្រើ intent តែការប្រើ intent ហ្នឹងគឺយើងសរសេរនៅក្នុងអាណាដែលយើងចង់បញ្ជាទៅយើងពី main ទៅអញ្ចឹងយើងសរសេរពី main ទៅហើយយើងបានចាំថាយើងបាញ់បង្កើត method មួយឈ្មោះថា go to activity 2 okay ហើយគឺយើងហៅ intent មកប្រើដោយយើង import វាផង import នៅក្នុង android.content.intent ហើយយើងហៅ new intent this មានពី this នេះទៅហើយទៅ class មួយទៀតយើង class មួយទៀតនេះគឺ activity 2ហើយយើង start activity អូខេនេះជាការសង្ខេបឡើងវិញពេលនេះយើងនឹងធ្វើការបញ្ជូនទិន្នន័យមូលហេតុនេះមិនត្រូវការបញ្ជូនទិន្នន័យយើងហៅថាពេលយើងបើក form មួយទៅ form មួយពេលដែលយើងចុចទៅហ្នឹងយើងអាចគួរតែបញ្ជូនអ្វីមួយទៅតាមដូចជានៅក្នុង page web website ហ្នឹងដូចពីភាសា PHP ក្តីយើងអាចបញ្ជូនទិន្នន័យមួយពី21ទៅ21តាម session តាមអីចឹងទៅណាដូចគ្នាជាមួយនឹង session ដែរក្នុងនេះអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីបញ្ជូនទៅបានក្នុងនេះគឺយើងប្រើវាជាលក្ខណៈkey and value នេះវាគឺជា key សំដៅ value មានន័យថា variable មានន័យថាសំដៅនេះមិនស្មើមានន័យថា variable ហើយនឹង value ឧបមាថាយើងបង្កើត variable មួយឈ្មោះថា a អីចឹងទៅយើងឲ្យតម្លៃ10អញ្ចឹងអា10គឺជា value ហើយ a នេះគឺជា variable ឬមួយក៏វាជា key ក្នុងពាក្យរបស់យើងនេះជា key អញ្ចឹងយើងបញ្ជូន variable ទៅជាមួយនឹងតម្លៃទេដើម្បីអាចឲ្យ activity ទី2នេះទទួលតម្លៃយើងបានបញ្ជូនទៅអញ្ចឹងដើម្បីបានយើងបញ្ជូនទៅបានគឺមុននឹងយើង start activity នេះគឺយើងឲ្យ in អញ្ចឹងយើងបញ្ចូលតម្លៃវាបន្ថែមអញ្ចឹងបន្ថែមក្នុងពាក្យអង់គ្លេសហៅថា extra អូខេអញ្ចឹងនេះគឺយើង put extra អូខេ extra អញ្ចឹងយើងបង្កើត variable a មួយហើយយើងឲ្យតម្លៃវា10ទៅអូខេអញ្ចឹងបានហើយយើងបញ្ជូនតម្លៃ a តម្លៃ10ហើយតម្លៃ10នេះវាជា string ដែរអូខេអញ្ចឹងយើង control space លើមើលវាមានស្អីខ្លះក្នុងនេះអញ្ចឹងយើងអាចបញ្ជូនមិនមែនតែ string ទេយើងអាចបញ្ជូនជា boolean ជា bundle ជា byte ជា char ជា double ជា int មានថាយើងអាចបញ្ជូនតម្លៃ10តែម្ដងក៏បានដែរក៏វាស្គាល់ដែរមិនចាំបញ្ជូនវាជា
string แบบនេះទេបញ្ជូនចេញក៏បានបញ្ជូនចេញក៏បានអូខេឥឡូវឧបមាថាយើងបញ្ជូនតបអញ្ចឹងទៅចុះអូខេពេលបញ្ជូនហើយ activity ទី2នេះគឺជាអ្នកទទួលអញ្ចឹងដើម្បីទទួលវាត្រូវធ្វើយ៉ាងម៉េចគឺយើងសរសេរវានៅខាង on create នេះអូខេអញ្ចឹងក្នុងនេះគឺយើងត្រូវបង្កើត variable មួយដោយសារតែមិញវាជា extra ហើយយើងអាចហៅវាជា extra អញ្ចឹងទៅក៏បានប៉ុន្តែក្នុងនេះគឺ extra វាច្រើនអញ្ចឹងជា log គេដាក់ extra មាន s អញ្ចឹងដើម្បីតែវាច្រើនណាvariable នេះគឺមានប្រភេទជា bundle អូខេ bundle នោះគឺចប់មួយអញ្ចឹងយើងទទួល intent អូខេចុះ get extra អូខេអញ្ចឹងកន្លែងនេះយើងត្រូវហៅពី get intent មកតែមានរៀនគឺមានស្រាប់ណាគឺយើងអាចបានពីខ្លះទៅបន្តមកទៀតយើង if នេះគឺអីគេយើងធ្វើការទុកវាពេលខ្លះ extra វាមកទៅទេអញ្ចឹងយើងទុកវាថាបើសិនជាវាចំណុលអញ្ចឹងយើងឲ្យវា return ចោលតែម្ដងពីតែ return នេះបញ្ឈប់មានថាបញ្ឈប់កម្មវិធីបឋមនេះណាតើនេះបឋមនេះ return ចេញតែម្ដងគឺវាលែងមានសកម្មភាពអីផ្សេងទៀតហើយអញ្ចឹងមួយទៀតគឺយើងត្រូវការទុកវាម្ដងទៀតទុក extra ហ្នឹងគឺ get in អូខេយើងទុកវាថាបើសិនជាវាទុកគឺ copy null អញ្ចឹងទឹកយើងធ្វើការណាកន្លែងនេះគឺ integer របស់យើងនេះមិញគឺអីគេគឺ variable ឈ្មោះថា a អញ្ចឹងអូខេ variable a មានបញ្ហាអីចឹងវាប្រាប់យើងអូខេcopy 0អីចឹងទៅមួយក៏មិនទុកក៏បានបើមិន string យើងទុកណាក៏បាច់វាមកទៅទីអីចឹងទៅតែ integer មិនទុកក៏បានឥឡូវយើងទុកចុះណាបន្តមកទៀតយើងអាចប្រកាស variable កន្លែងនេះយើងអាចប្រកាស variable មួយទៅដាក់ថា a2 ទៅហើយយើងឲ្យ a2 ស្មើនឹង extra dot get in គឺយើងដាក់ a ចូលមកបានហើយអូខេអញ្ចឹងយើងចង់ដឹងថាតើវា a2 បានតម្លៃមកខាងនោះ10មែនឬវាអត់ពីព្រោះយើងបានបញ្ជូនមក10អញ្ចឹងយើងអាចហៅ log មកយើងចាំហ្នឹង log ដើម្បីដាក់ក្នុងនេះ verb ណាយើងមើលន័យរបស់យើងនេះ a2 អូខេដោយសារយើងដល់មក import វាអូខេនេះវាជា string អូខេវាត្រូវការវាជា string អញ្ចឹង random មើលអញ្ចឹងយើងត្រូវការបើក logcat នេះដើម្បីពេលដែលយើងចុចប៊ូតុងយើងនឹងមើលកម្មវិធីតើវាទទួលបាន a2 នោះស្មើដល់អត់ស្មើដល់10ត្រឹមត្រូវណាយើងមើលអូខេយើង click មើលអូខេយើងឃើញថា a2 របស់យើងបាន10ហើយអូខេអញ្ចឹងមកត្រឹមត្រូវហើយយើងអាចដាក់ message យើងទៅយើងមានចាំដើម្បីបង្កើត message គឺយើងប្រើ toast អូខេ make text កន្លែងនេះគឺយើង this text របស់យើងថា a2 equal យើងហៅនេះមកយើងអាចថា receive a2 ហើយកន្លែងនេះគឺយើងដាក់រយៈពេលវាយើង
domain chẳng A bạn domain nghe thá nhưng bạn bị chú vì đi tới bạn hơi ok lấy dân sạ thì mới hay là dân sạ thì string ở đó vậy đi ở mà tha dân hỏi lùm lại về chỉ mà login này chẳng có bị table ở có bị form một ý chẳng ở đây dân hỏi về ID ok rồi anh đi dân hỏi mà số một dân chẳng dân cho một trận bán số một trận thay dân ảnh cho bán tràn chẳng hai bán lại được mấy miếng extra thì cái tool luôn biết as no dân hỏi password dân ở tại username thì các bạn chứ số một trận thay là bây giờ dân đại cho hỏi cái này thì dân được tool cái này ní cái đại rồi kia nếu không web này nè web này bạn password được nhóm mùi bị bởi buồn phản ok chẳng là đích nhằm betul về yang untuk dia bahasa dia username nang copy nol satu ok anda kerja dia string dan add in deh chẳng yang betul về cái string đấy ini yang bekas dia string connect đã all remote sampai sebuah nama dia sure này all password okay chẳng là này cũng là all username chẳng như là tool mình username okay chẳng yên đặt lại ní data username của dân bằng a rồi đi all này okay như vậy bắt đi sân tắt pro dân bơ log như chuyện đó log như chuyện bỏ chuyện tổng một tiết dân tục biến một tiết này tục lên cái này mày cầm oi bên bánh hàng bên này error dân của bạn cáiเป็น chẳng dùng tục bị phá huyết rồi dùng đồ ní kia password chẳng bớt sân dân một sơ của cái bị ong lế xong bị chạy chỉ tục phạt lại ní ok rồi copy này chỉ tục phạt hàng cầu lại ní chẳng những này phạt về cái pro việc không có so tịch túi vì nó tranh tại một đòn hay nó của bạn nhưng mà cả hồ làm bình chúng ta đặt là khi dân đã pass bình s môi dân tới đúng rồi có quay lòng a dân tới đúng rồi có word bây giờ xây chạy dân tới một cục word ở dân tới gặp bên error đấy dân có bên error nhưng mà bạn giống như thì khác kia cũng có những bệnh hay là nick dân tự đặt viên password ok dân thì tới mình copy phát của bạn mình lọc bài đòn hay những bài ó tao spam nó chỉ những ai do password này ok rồi dân đặt thốt nó nè đặt thốt nó của bạn một đó ok đặt cho có tới nhưng mà đặt lọ mình nghìn tiền vay với các bạn để đặt để cho thì các bạn mà hiện có username rồi lại xây cho cái cái đó thành hại ok để sau đây wir dùng đi để đặt ID mà thực tế quá nói cho chúng ta số này chào vào bukan lah chào vào bukan nhưng đã sebagai bukan otomatis yang password key ini password contoh terima oke
Okay អត់មានបញ្ហាទេ click មើលអញ្ចឹង username របស់យើងក៏ស password 1 2 3 4 5ត្រឹមត្រូវណានេះយើងដាក់ toast ទៅវាបាក់មើលវាបាត់ទៅបាត់អញ្ចឹងយើងមើលនៅក្នុង log វាងាយដឹងច្បាស់ហ្មងថានេះគឺត្រឹមត្រូវហើយព្រោះយើងបានបញ្ជូនមកអូខេអញ្ចឹងសរុបមកវិញដើម្បីបញ្ជូនទិន្នន័យពី activity មួយទៅ activity មួយផ្សេងទៀតគឺយើងសរសេរបន្ថែមនៅ activity ដែលយើងចង់បញ្ជូនហ្នឹងឬមួយយើងហៅថា activity ដើមហ្នឹងគឺយើងមុននឹង start activity យើង put extra ពាក្យថា extra នេះមានថាបន្ថែមអូខេហើយក្នុងនេះគឺជា variable ឬមួយក៏ជា key អានេះគឺជាទិន្នន័យគឺជា value ជាតម្លៃហើយតម្លៃនេះយើងអាចដាក់ជា string ជា double ជា float ជាអីក៏បានជា integer ក៏បានហើយយើងអាចបញ្ចូលបានច្រើនមិនមែនមានតែមួយទេយើងអាចដាក់2 3 4 5ក៏បានហើយ mechanics ក្នុងការធ្វើវាហ្នឹងគឺវាឲ្យមានភ្នាក់ងារមួយជាអ្នកទទួលហ្នឹងគឺភ្នាក់ងារនោះឈ្មោះថា get intents.get extras អញ្ចឹងយើងឃើញមានពាក្យថា s ខាងចុងនេះអញ្ចឹងអានេះគឺជា method របស់ get intent នេះហើយ extra នេះក៏ជា variable យើងបង្កើតទេយើងចង់ដាក់ xe យកក៏បានដែរណាអត់បញ្ហាទេអានេះយើងជាអ្នកដាក់ខ្លួនយើងគាត់ឲ្យយើងដាក់ចំណាំ extras អញ្ចឹងទៅហើយប្រភេទជា bundle អញ្ចឹងដល់ពេលយើងបាននឹងមកហើយយើងធ្វើការ test វា2ដងទី1 test សួរថាតើអាហ្នឹងវាមកទៅទេអត់ជួនកាលទេយើងអត់បានបញ្ជូនវាអញ្ចឹងហើយយើងទៅចូលទៅក្នុងអានេះហើយយើងឲ្យវាឡើងលើអញ្ចឹងបើកមកភ្លាម activity 2នោះដើរហ្មងអញ្ចឹងមកដើរភ្លាមអានេះទាញទិន្នន័យពី extra មកផងពី error អត់ដឹងមុខទេអូខេព្រោះបើកមុនគេអញ្ចឹងទិន្នន័យយើងបានដាក់ if នេះមានថាបើសិនជា extra ទៅទេភ្លាមយើងឲ្យវាចេញភ្លាមកុំឲ្យវាមានបញ្ហាណាខ្ញុំមកឡើងលើវិញកុំឲ្យវាមានបញ្ហាយើងសេវាសិនអូខេហើយទី2នេះគឺយើងទុកវាកុំឲ្យវាបញ្ជូនតម្លៃមកទៅទេយើងគេបញ្ជូនតម្លៃមកទៅទេអីចឹងអាហ្នឹងវាធ្វើឲ្យមានបញ្ហាដែរអញ្ចឹងទុក2ដងទុកនេះគឺទុក extra ទាំងមូលតែម្ដងទី2គឺទុកvariable យើងបានបញ្ជូនមកនេះយើងសុទ្ធតែវាទៅទេអត់ចាំមកវាមិនទេបានយើងឲ្យតម្លៃវាទេមកនេះ underscore username នេះហើយបើសិនជាមាន2 variable ចឹងយើងត្រូវទុក2ដងព្រោះថាតើ password ហ្នឹងមកអត់ជួនកាលទៅក្នុងករណីខ្លះយើងសរសេរខាងនេះ password ចាដាក់ចឹងមកហើយរបស់យើងនេះមាន password អក្សរ SD ចឹងដល់ពេលចឹងទៅវាអត់ចេញមកធ្វើឲ្យយើងបញ្ហា error រហូតគឺអញ្ចឹងយើងទុកវាកន្លែងនេះគឺយើងអាចដឹងវាថាវាមកអត់អូខេបើវាមកត្រឹមត្រូវហើយគឺវាអាចដើរនេះបានអូខេប៉ុន្តែដល់ពិតទៅអានេះយើងគួរទៅដាក់នៅក្នុង if នេះបានត្រូវដោយសារតែខ្ញុំពឹងថាវាមិនមាន error ដោយសារតែឈ្មោះទេអញ្ចឹងខ្ញុំដាក់នៅខាងក្រៅចប់អូខេអញ្ចឹងសម្រាប់មេរៀនតទៅនឹង intent នេះគឺប៉ុណ្ណឹងហើយបងប្អូនអាចយកគំរូនេះយកទៅធ្វើជាលំហាត់ផ្សេងៗឬមួយក៏បម្រើប្រាស់ការងារផ្សេងៗរបស់បងប្អូនឧទាហរណ៍ដែលខ្ញុំអាចលើកមកឲ្យបងប្អូនយល់បានថាតើ intent ប្រើយ៉ាងម៉េចពីសម័យមួយថាយើងមាន activity 2 ឬ 3មួយនេះគឺជា activity ឧបមាថា activity នេះគឺជា activity menu អីចឹងទៅ menu ណា menu មាន menu មានអីច្រើនណាស់ដល់ពេលយើង click មួយចឹងទៅយើងបញ្ជូនទិន្នន័យវាទៅក្នុង activity មួយទៀតហើយ activity ហ្នឹងធ្វើការអីតាម menu ដើមហ្នឹងអូខេឬមួយក៏យើងអាចធ្វើដូចជា database អីចឹងទៅដើមនេះគឺជាការបញ្ចូលពុកបញ្ចូលទិន្នន័យចឹងណាបញ្ចូល input ស្អីមួយ username password ដូចគេបានធ្វើមិនចឹងទៅពេលហើយយើង click ប៊ូតុងទៅវាបញ្ជូនទៅក្នុង form មួយទៀតមួយ activity មួយទៀតដើម្បីបញ្ជូនទៅក្នុងបញ្ចូលក្នុង database អីចឹងទៅយើងអាចធ្វើជា activity មួយដើម្បី delete អីចឹងទៅយើងមួយក៏ find អីចឹងទៅ find record ណាមួយ
យើង click file ហ្នឹងទៅnóជូនទៅបានទាញពី database មកហើយបង្ហាញចំណុចអីចឹងទៅអូខេចឹងមានឧទាហរណ៍ហើយនឹងបម្រើបម្រាស់ច្រើនណាស់ដែលប្រើ intent នេះអូខេចឹងសម្រាប់ពេលនេះសូមអរគុណ